ខ្ញុំសូមគោរពទៅដល់អ្នកគ្រូនិងលោកគ្រូនិងព្រមទាំងសិស្សានុសិស្សទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំថ្ងៃនេះដែរនាងខ្ញុំឈ្មោះសួងសុករក្សាថ្នាក់ទី10នៃវិទ្យាល័យគោកព្រេងដោយខ្ញុំនឹងគឺជាសមាជិកមួយរូបនៅក្នុងក្លឹបគណិតដោយថ្ងៃនេះដែរខ្ញុំសូមមកបកស្រាយនឹងខ្លឹមសារមួយដែលគេនិយាយថា1.2ឯកធាតុដូចគ្នាតោះឥឡូវនេះយើងទៅមើលនិយមន័យនិងចំណុចរបស់ដែលខ្ញុំត្រូវបកស្រាយទាំងអស់គ្នាដោយ1.2ហ្នឹងគឺឯកធាតុដូចគ្នាតមកនិយមន័យឯកធាតុដូចគ្នាគឺជាឯកធាតុដែលមានផ្នែកអថេរដូចគ្នាអញ្ចឹងកន្លែងហ្នឹងគឺបានន័យថាអញ្ចេះបានន័យថាឯកធាតុដូចគ្នាហ្នឹងលុះត្រាតែផ្នែកអថេរហើយខ្ញុំប្រាប់អ្នកនរគ្នាពីវីដេអូមុនអញ្ចឹងខ្ញុំនិយាយថាផ្នែកអថេរហ្នឹងគឺវាមាន x y z អីចឹងទៅឥឡូវខ្ញុំឧទាហរណ៍អ្នកនរគ្នាងាយយល់ 2x ហើយនឹង 2x តើវាជាឯកធាតុដូចគ្នាដែរឬទេអ្នកនរគ្នាត្រូវមើលថា x ហ្នឹង x ដូចគ្នាអញ្ចឹងវាជាផ្នែកអថេរឲ្យតែមានអថេរ2ដូចគ្នាបើសិនជាកន្សំ2ហ្នឹងមានអថេរ2ដូចគ្នាគឺវាជាឯកធាតុអីផ្នែកអថេរអីអញ្ចឹងឥឡូវនេះយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាដែលគេនិយាយថាកន្សំទាំងពីរនេះតើខាងក្រោមនេះជាឯកធាតុដូចគ្នាដែរឬទេតើកគេឲ្យដក 2 x y ស្វ័យគុណ2 1/2 x y ស្វ័យគុណ2ខដកដក 3 x y z និងដក x y z ឥឡូវនេះយើងទៅមើលដំណោះស្រាយទាំងអស់គ្នាដោយកន្សំទាំងពីរនេះតើកន្សំណាខ្លះជាឯកធាតុដូចគ្នាដោយឥឡូវខ្ញុំបញ្ចូលនៅលើសិនខ្ញុំគិតថាពីរហ្នឹងអ្នកនរគ្នាគិតថាមួយណាសម្រាប់ខ្ញុំគិតថាទី1ហើយអ្វីបើខ្ញុំគិតថាទី1ដោយសារតែនិយមន័យគេថាតើជាឯកធាតុដូចគ្នាហ្នឹងលុះត្រាតែផ្នែកអថេរហ្នឹងគឺវាដូចគ្នាឥឡូវយើងទៅមើលផ្នែកអថេរខាងតួអក្សរទាំងអស់គ្នាក្នុងកហ្នឹងគឺមាន x y z ស្វ័យគុណ2និង x y z ស្វ័យគុណ2អញ្ចឹងអ្នកនរគ្នាគិតថាជាឯកធាតុផ្នែកដូចគ្នាខ្ញុំគិតថាអញ្ចឹងដោយសារតែវាមាន x នេះគឺស្វ័យគុណ1 y ស្វ័យគុណ1z ស្វ័យគុណ2អញ្ចឹងវាដូចគ្នាអញ្ចឹងវាជាផ្នែកវាជាឯកធាតុដូចគ្នាដោយមិនយើងបាច់មើលមេគុណទេមេគុណប៉ុន្មានទៅសំខាន់ឲ្យតែផ្នែកអថេរយើងគឺវាដូចគ្នាអញ្ចឹងវាជាវាដូចដំណោះស្រាយគេនិយាយអញ្ចឹងគេថាដក 2 x y ស្វ័យគុណx y z ស្វ័យគុណ2 1/2 x y z ស្វ័យគុណ2ហ្នឹងគឺជាឯកធាតុដូចគ្នាពីព្រោះផ្នែកអថេរមានផ្នែកអថេរ x y z ស្វ័យគុណ2ដូចគ្នាដោយទី2ហ្នឹងវាមិនមែនជាឯកធាតុអីហេតុអីបានខ្ញុំថាមិនមែនជាឯកធាតុទេគ្រាន់តែខ្ញុំមើលហ្នឹងដោយសារតែគេប្រាប់ចឹងគ្រាន់តែមើលទៅលើផ្នែកអថេរនេះផ្នែកអថេរហ្នឹងលុះត្រាតែវាដូចគ្នាទាំងអស់ទៅវាជាឯកធាតុដូចគ្នាអញ្ចឹងវាដូចគ្នាអត់អ្នកនរគ្នាមើលវាតែអក្សរមែនតែស្វ័យគុណវាខុសគ្នាអញ្ចឹងវាមិនមែនទេអញ្ចឹង x ស្វ័យគុណ1 y ស្វ័យគុណ1 z ស្វ័យគុណ1អានេះស្វ័យគុណ2អញ្ចឹងវាមិនមែនជាឯកធាតុដូចគ្នាទេពីព្រោះឯកធាតុទាំងពីរនេះមានផ្នែកអថេរមិនដូចគ្នាគឺហើយយើងមិនបាច់ទៅមើលមេគុណអីញ៉ៃៗទៅយើងមើលតែផ្នែកអថេរទៅគឺបានហើយឥឡូវនេះខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំបញ្យល់អ្នកនរគ្នាសង្ឃឹមថាអ្នកនរគ្នានឹងងាយយល់ព្រោះអីខ្ញុំបាននិយាយអស់ហើយអញ្ចឹងជាចុងក្រោយនាងខ្ញុំសូមអរគុណនិងសូមជម្រាបលា